ចម្រៀងអត្ថាធិប្បាយស្ទឹងសង្កែភាគទី3សូមគោរពលាប្រិយមិត្តអ្នកស្ដាប់មួយគ្រាសិនហើយសូមសន្យាថានឹងវិលមកជួបគ្នាជាថ្មីនៅភាគទី4បន្តទៅទៀតសូមជូនពរដល់លោកអ្នកនាងកញ្ញាឲ្យបានជួបប្រទះតែនឹងសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលាសូមអរគុណពេលបងឃើញអូននាងចុះនូទឹកស្មារតីអូនដឹងទេស្នេហ៍យើងមិនមែនវិចបង្វិចបង្រត់គ្នាទេគឺឪពុកម្ដាយចាស់ទុំលោកបានផ្សំគុំរៀបការតាមប្រពៃណីពេលនេះអូនដឹងទេយើងមានកូនស្ទើរពូនជាចាស់ទៅហើយឥឡូវប្រែសាវ៉ាក្បត់កូនក្បត់ប្តីមិនខ្មាស់ញៀតគេនិន្ទាអូនគួរគិតមើលផងហើយគួរខ្មាស់កូនយើងពេលនេះវាធំហើយឈប់គិតទៅកូននេះជាកម្មយើងទេកូននៅមានឪមួយជួយស្ទួយឲ្យកូនសិក្សាកូននឹងបានរៀនចំកូននឹងមានរស្មីនេះគឺជារឿងពិតខ្ញុំមិនប្រឌិតនាំឲ្យមានបញ្ហាជារឿងគ្រួសាររបស់ខ្ញុំចំឥតខ្ចោះញាតិជួយស្ដាប់ចុះប្រពន្ធខ្ញុំគ្មានចេះពិចារណាថាខ្លួនធ្វើខុសគិតឌីលឲ្យប្រុសខ្លួនឯងមិនកែនេះគឺចម្រៀងស្រែកច្រៀងផ្ដែផ្ដាំអូនស្អាតណាស់ណែបងសុំសួរបានទេអូននៅខេត្តណាបាត់ដំបងឬសៀមរាបឬក៏កំពង់សោមក្រុងបងចង់ដឹងណាតែអូនមិនឆ្លើយក៏បានតែបងសូមឲ្យអូនប្រាប់តែឈ្មោះក៏បានដែរអូនដឹងទេថាអូនស្អាតក្នុងមួយជីវិតបើសិនជាមិនបានអូនបងសុខចិត្តស្លាប់ប្រសើរជាងពេលយប់បងគេងស្រមៃឃើញអូនរាល់រាត្រីមកដល់ពេលនេះបងនៅតែនឹកអូនរកថ្ងៃបំភ្លេចមិនបានទោះបីជាប់ការងារក៏ដោយក៏បងឆ្លៀតពេលតាមរកអូនក្រែងបានជួបអូនដោយបំណងប្រាថ្នាបងចាំថាអូនឧស្សាហ៍មកទីនេះអូនស្រស់ណាស់មិនដែលប្រទះឡើយស្រីស្រស់ណាស់មិនដែលប្រទះឡើយអូនណាយមកពីរត់ណាបងមិនដែលធ្លាប់យល់ទាំងត្រាតើអូននាងនៅរត់ណាប្រាប់រៀមរាផង